Hai số đây fan ở trong Facebook đi trên là tips miền Tây mình dương mà nè na quạt phượng bồn đo thì triệt môn đằng miền mình được pro đại sản lãnh có đang đo tập pi nè hai pro pi năng sát tầm mình được lọ mà nè lọ che mình nè lọ cho quạt riệp rọp hẹp nhiều mất na còn xui em ta chơi rơi dọc nè na trongสถานភាពដែលពីរអ្នកនោះសត្វតែល្អហ្មងទៅគ្មានអ្នកណាល្អជាងអ្នកណាគឺល្អ equally good ហ្មងល្អស្មើគ្នាបនគេដល់ណោះបានអ្នកស្រឡាញ់ពីរអ្នកសត្វតែល្អខ្ញុំយល់ថារឿងស្នេហារឿងបេះដូងវាជារឿងអានេះហើយជារឿងអានេះដែលខ្ញុំធ្លាប់និយាយពីមុនមកណាវាទាំងបេះដូងវាទាំងខួរក្បាលជាទូទៅបេះដូងនិងខួរក្បាលរបស់យើងវាត្រូវការពេលសន្ទនាគ្នាហើយពេលដែលវាសន្ទនាគ្នាហ្នឹងវាអាចស៊ីពេលយូរបន្តិចដែរសម្រាប់ចម្លើយរបស់ខ្ញុំយើងគួរតែជ្រើសរើសយកបុរសណាដែលទាំងបេះដូងយើងក៏ស្រឡាញ់ក៏លូតកញ្ជ្រោលក៏រំភើបពេលនៅក្បែរគេហើយគេក៏មានភាពស័ក្តិសមដែលលទ្ធផលនៃការស័ក្តិសមហ្នឹងចេញមកពីការវិភាគដោយប្រើខួរក្បាលរបស់យើងពេលខ្លះទោះបីយើងវិភាគហើយទោះបីយើងស្ដាប់បេះដូងហើយនៅតែមិនច្បាស់ទៀតមិនដឹងថាយកអ្នកណាក្នុងករណីហ្នឹងរងចាំពីព្រោះការសម្រេចចិត្តរឿងស្នេហាអត់មានគ្រាប់បែកពេលវេលាដែលគេដាក់5 4 3 2 1ទឹកប៊ីងវាអត់មានទេវាអត់មានគ្រាប់បែកពេលវេលាដែលចាំបំផ្ទុះបើសិនជាយើងមិនសម្រេចចិត្តទេវាមិនមែនជាការសម្រេចចិត្តដែលគួរតែធ្វើឡើងក្រោមសម្ពាធពេលវេលាទេបានន័យថាបើមិនទាន់ច្បាស់គិតទៀតទៅបើមិនទាន់ច្បាស់ទេក៏សាកល្បងនៅក្បែរអ្នកទាំងពីរដើម្បីស្ដាប់បេះដូងខ្លួនឯងបន្ថែមទៀតទៅហើយបើមិនច្បាស់នោះប្រាប់គេឲ្យរងចាំប្រាប់គេទៅថាយើងមិនបានស្អប់គេយើងក៏ពេញចិត្តគេក៏ប៉ុន្តែយើងមិនច្បាស់លាស់ចង់ថាយើងខ្លួនឯងយើងអត់ទាន់បានច្បាស់លាស់ដូច្នេះយើងសុំពេលវេលាហើយបើគេរងចាំមិនបានក៏អត់ដឹងធ្វើម៉េចដែររឿងស្នេហាខុសពីរឿងអីផ្សេងរឿងរកស៊ីយើងអាចសម្រេចចិត្តបើជួបបើថាខាត$1000 $2000យើងអាចសាងអាជីវកម្មឡើងវិញបានបើអាជីវកម្មយើងតូចហ្មងណាក៏ប៉ុន្តែរឿងស្នេហាវាមិនមែនជារឿងអាចសាកអូខេមិនអីទេឥឡូវសាកអ្នកនេះម្ដងសាកអ្នកនោះវាអត់កើតទេអញ្ចឹងហើយយើងសុកចិត្តចំណាយពេលយូរបន្តិចដើម្បីកាត់បន្ថយភាពដែលអាចទៅរួចនៃកំហុសឆ្គងទៅថ្ងៃក្រោយមិនមែននិយាយថាស៊ីពេលយូរហ្នឹងហើយវាដឹងតែមិនខុសហើយវានៅតែអាចខុសអញ្ចឹងប៉ុន្តែគ្រាន់តែថាវាកាត់បន្ថយអត្រាភាពខុសនៅថ្ងៃអនាគតបើយើងពិចារណាហើយបេះដូងយើងវាត្រូវការពេលវេលានៅក្នុងការសន្ទនាជាមួយនឹងខួរក្បាលយើងថាតើគួរតែជ្រើសរើសយកអ្នកណាដែលស័ក្តិសមបំផុតអញ្ចឹងចម្លើយសរុបត្រឡប់មកវិញមកមាន2ផ្នែកណាផ្នែកទី1ហ្នឹងគឺចង់បញ្ជាក់ថាជ្រើសរើសបុរសណាដែលបេះដូងស្រឡាញ់ខួរក្បាលយល់ថាស័ក្តិសមមួយទៀតគឺពេលវេលាបើមិនទាន់ច្បាស់លាស់ទេក៏ទុកឲ្យពេលវេលាជាអ្នកជួយផ្ទៀងផ្ទាត់បន្តទៀតថាតើការសន្ទនានៃបេះដូងនិងខួរក្បាលរបស់យើងហ្នឹងវាអាចនឹងស៊ីពេលប៉ុន្មានហើយរងចាំទៅហើយប្រាប់គេទៅថាឲ្យរងចាំមានតែប៉ុណ្្នឹងទេជាចម្លើយសរុបទៅវិញក៏ប៉ុន្តែរំលឹកណាប្រហែលថ្ងៃនេះខ្ញុំបានផុសព័ត៌មានថាយើងនឹងមានវគ្គបណ្ដុះបណ្ដាលនៅចុងសប្ដាហ៍ហ្នឹងថ្ងៃសៅរ៍ទី8សម្រាប់អ្នកដែលចង់រៀននិយាយជាសាធារណៈនិងជំនាញជាពិធីករឬក៏ពិធីការនីខ្ញុំអត់មែនជាគ្រូទេប៉ុន្តែចៃដន្យមានអាជីពជាពិធីការនីទាំងនៅក្នុងវិទ្យុទូទៅឲ្យឡាក់ចឹងទៅអញ្ចឹងយើងអាចចែករំលែកបទពិសោធន៍មួយគ្នាទៅវិញទៅមកបានសម្រាប់ព័ត៌មានបន្ថែមខ្ញុំដាក់លេខទូរស័ព្ទនៅក្បែរនេះហើយទេរកខ្លួនឯងទៅណាម្ដងទៀតថ្ងៃសៅរ៍សប្តាហ៍នេះម៉ោង9ដល់ម៉ោង5ល្ងាចចាថ្ងៃទី8ខែសីហាចាអរគុណ